ការដោះលែងអ្នកទោសជាកិច្ចសាសាជាតិយើងដឹងហើយថាមកដល់បច្ចុប្បន្ននេះអ្នកទោសនៅក្នុងប្រទេសជាតិកម្ពុជាយើងបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារដែលអង្គការលីកាដូចុះផ្សាយកាលពីថ្ងៃទី12ខែកញ្ញាឆ្នាំ2024បានឲ្យដឹងថាអ្នកទោសរបស់អ្នកទោសដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយអគ្គនាយកដ្ឋានពន្ធនាគារនោះគឺមានរហូតដល់50000នាក់ដែលនៅក្នុងនោះមានទាំងអ្នកទោសនយោបាយមានទាំងអ្នកទោសច្បាប់អ្នកធ្វើការងារផ្លូវច្បាប់អ្នកធ្វើកិច្ចការងារការពារបរិស្ថានធនធានធម្មជាតិដីធ្លីអ្នកសារព័ត៌មាននិងសកម្មជនប្រជាពលរដ្ឋមួយចំនួនទៀតនៅក្នុងនោះក៏មានរហូតដល់49ជាតិសាសន៍មិនត្រឹមតែអ្នកទោសខ្មែរទេសូម្បីតែអ្នកទោសបរទេសក៏មាននៅក្នុងចំណោមនោះដែរហើយបើតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារដដែលនោះលោកបានជាក់ថានៅក្នុងឆ្នាំ2025នេះអ្នកទោសអាចឡើងដល់60000នាក់រួមទាំងជនជាតិបរទេសហើយនៅក្នុងឆ្នាំ2024ដែរយើងមើលឃើញថាមានការផ្ទេរអ្នកទោសពីភ្នំពេញទៅតាមបណ្ដាខេត្តមួយចំនួនដែលជាហេតុធ្វើឲ្យអ្នកទោសគាត់ពិបាកក្នុងការប្រស្រ័យតាក់ទងជាពិសេសហ្នឹងគឺក្រុមគ្រួសារពិបាកក្នុងការធ្វើដំណើរទៅសួរសុខទុក្ខពួកគាត់ហើយនៅក្នុងថ្ងៃទី20ក្នុងថ្ងៃទី12ខែ9 2024ដដែលហ្នឹងយើងមើលឃើញថាមានការផ្ទេរអ្នកទោសរហូតដល់200នាក់ពីខេត្តកណ្ដាលទៅដាក់នៅពន្ធនាគារម4ខេត្តពោធិ៍សាត់ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់នេះគឺមានរហូតដល់200នាក់មាននៅក្នុងហ្នឹងក៏ថ្មីនេះក៏យើងឃើញថាក្រមមេដាធម្មជាតិក៏យកទៅដាក់នៅខេត្តពោធិ៍សាត់លោកសុនចន្ទធីដែលជាអតីតប្រធានគណៈបកកម្លាំងជាតិដែលគាត់មានទីលំនៅនៅកំពង់ធំក៏យកដាក់នៅខេត្តពោធិ៍សាត់ដែរវាជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់ពួកគាត់ពិបាកក្នុងការធ្វើដំណើរម្ដងបើសិនជាយើងគិតពីសហុយមិនតិចក្រោម$200ទេក្នុងការមកសួរសុខទុក្ខក្រុមគ្រួសារម្ដងកាលមួយវិញទៀតតើតើមកដល់ពេលនេះយើងមើលឃើញថាអាដាមកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិត្រូវរបបក្រុងភ្នំពេញដាក់ទោសទណ្ឌ27ឆ្នាំគាត់នៅក្រៅឃុំប៉ុន្តែដាក់ទោស27ឆ្នាំស្របពេលដែលអាយុគាត់50-60ជាងអស់ហើយតើគាត់មានលទ្ធភាពកម្រាំតែចប់អនុវត្តទោសនោះតើគាត់មានលទ្ធភាពក្នុងការចូលរួមធ្វើការងារសង្គមបានទៀតអត់ហ្នឹងយើងមើលឃើញទុកការលំបាកហើយបិទសិទ្ធគាត់មិនឲ្យទៅណាទេគឺគូម៉ែត្រគូបន្ទាត់ឲ្យគាត់ដើរទី2យើងមើលទីសារៈជននយោបាយដឹកជាន់ខ្ពស់ដល់លេខធ្លោមួយគឺអាដាមថៃសិដ្ឋាប្រធានគណៈបកភ្លើងទៀនលោកត្រូវបានអនុវត្តទោសដោយកាត់ទោសដោយតុលាការរបស់ភ្នំពេញនៅអយុធធម៌ជាទីបំផុតដាក់ទោសគាត់ហើយបច្ចុប្បន្នហ្នឹងសុខភាពក៏មិនសូវល្អដែរនៅក្នុងពន្ធនាគារទម្រាំតែយើងរស់នៅខាងក្រៅយើងមានការហាត់ប្រាណយើងមានអាហារហូបចុកគ្រប់គ្រាន់យើងមានសេរីភាពនៅតែយើងមានជំងឺចុះទម្រាំតែគាត់មានវ័យច្រើនហើយនៅក្នុងពន្ធនាគារគឺវាប្រឈមនឹងបញ្ហាជំងឺជាច្រើនបញ្ជាក់ថាអាដាមថៃសិដ្ឋាគឺជាអិសរាជជនជាន់ខ្ពស់មួយរូបដែលលោកបានតស៊ូនៅក្នុងផ្នែកនយោបាយនេះជាច្រើនចំនួនមកហើយលោកក៏មានដើមកំណើតនៅខ្មែរក្រោមដូច្នេះការដែលបន្តអនុវត្តឲ្យលោកជាប់ពន្ធនាគារនេះវាជារឿងអយុត្តិធម៌បំផុតដែលយើងទាំងអស់គ្នាមិនអាចទទួលយកបានទេបន្តមកទៀតមានលោកសុនចន្ទធីមានក្រុមអ្នកសិក្សាច្បាប់$23 1991សន្តិភាពទីក្រុងប៉ារីសដែលមានបកប្រុសស្រុនស្រនជាទីគោរពនិងបងអូន
សុភានិងបងសន្តិសិទ្ធដែលពួកលោកតែងតែធ្វើកិច្ចការងារយល់បង្រៀនចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យយល់អ្វីពីច្បាប់អ្វីជាអាវក្រោះអ្វីជាវត្ថុការពារខ្លួនវត្ថុការពារជាតិតែផ្ទុយទៅវិញអ្នកដែលខិតខំបដោះផ្នត់គំនិតនិងការចែករំលែកនៅបទពិសោធន៍ផ្នែកច្បាប់នេះជូនដល់ប្រជាពលរដ្ឋត្រូវរងភាពអយុត្តិធម៌ត្រូវបានចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌បើយើងនិយាយអំពីតថភាពជាក់ស្ដែងរវាងប្រទេសយើងនិងប្រទេសក្បែរខាងបុគ្គលដែលធ្វើការងារដែលជាប្រយោជន៍ជាតិដោយករណីលោកសុនស្រនករណីសុភាករណីបងពិសិដ្ឋគឺគេឲ្យតម្លៃគេលើកទឹកចិត្តមានតែការផ្ដល់ហ្វាន់ហ្នឹងគឺការផ្ដល់ជំនួយឧបត្ថម្ភបន្ថែមដើម្បីជាការលើកទឹកចិត្តដល់យុវជនដែលមានការឈឺចាប់មានការចូលរួមចំណែកក្នុងការជួយទៅលើវិស័យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬក៏នៅក្នុងប្រទេសអាហ្នឹងជាប្រទេសគេលើកទឹកចិត្តអញ្ចឹងប៉ុន្តែដែលឡែកប្រទេសយើងមិនត្រឹមតែលើកទឹកចិត្តមិនលើកទឹកចិត្តទេគឺបែរជាការធ្វើល្អទៅជាទុកខ្ញុំក៏លើកយកករណីទៀតដែរគឺតកតងនឹងក្រមមេដាធម្មជាតិមានបងអូនបថាមានលៀងហ៊ីមានកស្មីមានចក្រិតហើយច័ន្ទដារវុធអីជាដើមពួកគាត់គឺយើងអាចចាត់ទុកចំណាត់ថ្នាក់ជាប្រភេទយុវជនឈានមុខគេយើងអាចចាត់ចំណាត់ថ្នាក់ជាយុវជនដែលលេចធ្លោជាងគេក្នុងការធ្វើកិច្ចការងារផ្នែកធនធានធម្មជាតិហើយក្រុមមេដាធម្មជាតិជាយុវជនដែលទទួលបានមេដាយពីពិភពលោកដែលសូមបាទអធិស្ឋានបច្ចេកទេសសំទោសពួកគាត់គឺជាអិសរាជជនខ្ញុំគិតថាពួកគាត់គឺជាអិសរាជជនយុវជនក្រុមដែលធ្វើកិច្ចការងារលើផ្នែកធនធានធម្មជាតិនេះយ៉ាងសកម្មជាទីបំផុតរហូតបានទទួលមេដាយសរសើរអំពីសកលលោកហើយរឿងមួយទៀតនោះគឺតកតងនឹងកញ្ញាសេងសុធារីដែលជាអ្នកច្បាប់សញ្ជាតិខ្មែរអាមេរិកកាំងកញ្ញាបានធ្វើកិច្ចការងារច្រើនក្នុងការជួយគាំពារសិទ្ធិរបស់កម្មករកម្មការនីប្រជាពលរដ្ឋខ្មែរក្នុងការទាមទារផ្នែកច្បាប់ចំពោះការអនុវត្តរបស់រដ្ឋាភិបាលនៅចំណុចអវិជ្ជមានជាច្រើនមកដល់ពេលនេះកញ្ញាក៏នៅតែជាប់ពន្ធនាគារមិនទាន់បានដោះលែងនៅឡើយទេនេះវាសិតតែជាកត្តាព្រួយបារម្ភមួយវិញទៀតតកតងនឹងមន្ត្រីគណៈបកតកតងនឹងមន្ត្រីគណៈបកអិសរាជជនសកម្មជនមួយចំនួនដែលនៅក្នុងក្រោមគណៈបកសង្គ្រោះជាតិមកដល់ពេលនេះអ្នកខ្លះត្រូវជាប់ទោស15ឆ្នាំ16ឆ្នាំ7 8ឆ្នាំ6ឆ្នាំមិនទាន់បានរួចទោសនៅឡើយទេមានថ្មីនេះមានការចាប់សកម្មជនរបស់គណៈបកភ្លើងទៀនសកម្មជនរបស់គណៈបកកម្លាំងជាតិសកម្មជនរបស់គណៈបកឆន្ទៈខ្មែរមានសកម្មជនដីធ្លីអីជាដើមទៀតត្រង់នេះខ្ញុំសូមលើកយកមកបញ្ជាក់ដើម្បីឲ្យយើងធ្វើការពិភាក្សាគ្នាតកតងនឹងការចាប់សកម្មជនអិសរាជជននយោបាយទាំងអស់នេះវាជារឿងមួយដែលប្រទេសណាក៏មានដែរប៉ុន្តែប្លែកតែកម្ពុជាគឺអនុវត្តដើម្បីធ្វើយ៉ាងណាព្យាយាមបំបត្តិសិទ្ធិបំបត្តិសម្លេងប្រឆាំងបំបត្តិសកម្មភាពដែលធ្វើឲ្យបាត់បង់ប្រយោជន៍ដល់ថ្នាក់ដឹកនាំនៃអ្នកកាន់អំណាចនាពេលបច្ចុប្បន្នការចាប់ខ្លួនអិសរាជជននយោបាយជាន់ខ្ពស់ការចាប់ខ្លួនអ្នកច្បាប់ការចាប់ខ្លួនអ្នកការពារធនធានធម្មជាតិនេះគឺមានផលប៉ះពាល់ជាឧបសគ្គដ៏ធំមួយក្នុងការអភិវឌ្ឍសង្គមជាតិយើងដឹងហើយថាអិសរាជជននយោបាយទាំងអស់នោះ
សុទ្ធតែជាបញ្ញវន្តសុទ្ធតែអ្នកមានគតិបណ្ឌិតក្នុងការផ្ដល់ជាយោបល់ផ្ដល់ជាអនុសាសន៍និងអាចចូលរួមធ្វើការអភិវឌ្ឍសង្គមតាមរយៈការតស៊ូមតិតាមរយៈការសិក្សាស្រាវជ្រាវផ្សេងៗទី2ក៏យើងមើលឃើញអំពីផលប៉ះពាល់នឹងការខាតបច្ចុប្បន្នរបស់ជាតិជាធំតាក់ទងនឹងធនធានធម្មជាតិយើងដឹងហើយថាសកម្មជននៃមេដាធម្មជាតិគឺធ្វើកិច្ចការងារយ៉ាងសកម្មហើយខិតខំធ្វើកិច្ចការងារនេះអស់រយៈពេលជាច្រើនឆ្នាំហើយយើងឃើញប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិរបស់ពួកគាត់មានប្រសិទ្ធភាពនេះជាឧបសគ្គដ៏ធំណាស់ដែលយើងមើលឃើញទន្ទឹមនឹងនេះផងដែរខ្ញុំក៏មានសំណួរចោទសួរទៅបងប្អូនទាំង3នាក់ថាតើយល់ឃើញយ៉ាងដូចម្តេចដែរក្នុងការចាប់ហើយកាន់តែចាប់ហើយចាប់ទៀតមិនព្រមលែងដៃមិនព្រមបន្ធូរបន្ថយដល់ការផ្សះផ្សាជាតិតាមរយៈការបញ្ឈប់ការចាប់ខ្លួនការបញ្ឈប់ធ្វើទុកបុកម្នេញឬក៏មានការដោះលែងតើយល់ឃើញថាការចាប់ខ្លួនសកម្មជននយោបាយសកម្មជនដីធ្លីអ្នកច្បាប់ទាំងឡាយទាំងពួងអំពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញនេះមានផលចំណេញយ៉ាងម៉េចខ្លះដល់រដ្ឋាភិបាលហើយមានផលវិបាកអីខ្លះចំពោះជាតិឥឡូវខ្ញុំសូមប្រវែអារម្មណ៍នេះសួរទៅបងស្រីស្ងួនសង្ឃុំមុនបាទអញ្ជើញមកចាមិនដំបងសូមជម្រាបសួរដល់បងប្អូនពុកម៉ែមានទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ហើយក៏ជម្រាបសួរដល់បងប្អូនទាំង3ផងចាចំពោះខ្ញុំផ្ទាល់ខ្ញុំគឺមានសំណើអារម្មណ៍ថាហេតុម្ដេចបានជាប្រជាពលរដ្ឋខ្មែរឬមួយក៏បងប្អូនដែលគាត់រស់នៅស្រុកខ្មែរយើងជាអ្នកនៅក្នុងបកហេតុអ្វីបានជាចាប់គាត់ដាក់ក្នុងពន្ធនាគារបានជាសប្តាហ៍ថ្ងៃនេះអ្នកនយោបាយកម្មជនដីធ្លីបានជាលោកហ៊ុនសែនចូលចិត្តចាប់គាត់ដាក់ក្នុងពន្ធនាគារចង់សួរថាប្រទេសខ្មែរមានច្បាប់សូមឲ្យអភិវឌ្ឍច្បាប់ឲ្យត្រឹមត្រូវមិនមែនប្រជាពលរដ្ឋខ្លួនឬមួយក៏អ្នកកម្មជនដីធ្លីឬមួយក៏អ្នកនយោបាយនិយាយអ្វីក៏ចាប់គាត់ដាក់ពន្ធនាគារចាព្រោះខ្ញុំជាខ្មែរមួយរូបតែចំពោះខ្ញុំឃើញនៅក្នុងប្រទេសគេដទៃគេមិនដែលឲ្យប្រជាពលរដ្ឋគេពិបាកនឹងការនិយាយស្ដីចាគេអាចមានសិទ្ធិនិយាយស្ដីគ្រប់បែបយ៉ាងទាំងអស់ហើយដើម្បីខ្មែរយើងបានជានិយាយអ្វីក៏មិនបានធ្វើនយោបាយបង្កើតនយោបាយមកធ្វើអ្វីគ្រាន់តែប្រជាពលរដ្ឋឬមួយក៏អ្នកនយោបាយនិយាយពីរឿងតខ្លួននិយាយពីរឿងក្នុងសង្គមជាតិដែលឃើញសពថ្ងៃនេះចាំបាច់ចាប់គាត់ដាក់គុកធ្វើអីបើសិនជាចាប់គាត់ដាក់គុកកុំឲ្យមានច្បាប់នៅក្នុងប្រទេសកម្ពុជាព្រោះតែមានច្បាប់សពថ្ងៃនេះហើយបានគាត់ហ៊ាននិយាយស្ដីព្រោះគាត់ចង់បានសិទ្ធិរបស់គាត់ការរស់នៅរបស់គាត់នឹងក្នុងសង្គមមួយនេះចាបើអស់លោកនៅតែប្រើវិធានការចាប់សពបែបយ៉ាងអញ្ចឹងយើងប្រៀបធៀបសពថ្ងៃនេះប្រទេសដទៃហេតុអីបានប្រជាពលរដ្ឋគេរស់ដោយសេរីភាពគេមានសិទ្ធិហាស្ដីគេមានសិទ្ធិនិយាយសពបែបយ៉ាងទាំងអស់មិនបានប្រទេសដទៃគេមិនចាប់ពលរដ្ឋរបស់ខ្លួននិងអ្នកនយោបាយអ្នកដែលមានដំណោះដីធ្លីចាខ្ញុំឃើញប្រទេសដទៃដែលគេមានដូចជាអ្នកដំណោះដីធ្លីគេមកបោះទីតាំងបដកម្មឬមួយទីតាំងកន្លែងដែលទាមទារសិទ្ធិរបស់គេគ្រប់បែបយ៉ាងតែមិនឃើញប៉ូលីសឬមួយក៏មន្ត្រីមួយណាដែលទៅចាប់គាត់ដាក់ក្នុងពន្ធនាគារត្រូវទៅឲ្យគាត់រុះរងឬមួយក៏ត្រូវឲ្យគាត់ទៅចាក់ចេញពីកន្លែងដែលគាត់ត្រូវទៅបដកម្មឬមួយគាត់ត្រូវតែទាមទារសិទ្ធិរបស់គាត់ចាតែផ្ទុយស្រឡះសម្រាប់ប្រទេសខ្មែររបស់យើងគាត់និយាយមិនបានជាផ្ទះរបស់គាត់ដែលត្រូវរស់នៅបែរជា
មកដេញគាត់ធ្វើដូចជាគាត់នឹងជាមនុស្សដែលមិនមែនជាម្ចាស់ទឹកដីមិនមែនជាប្រជាពលរដ្ឋរបស់ខ្លួនត្រូវឲ្យគាត់វិច្ចបំវិច្ចរត់មករស់នៅដែលលំបាកវេទនានៅក្នុងប្រទេសរបស់គេនេះគេហៅថានាយករដ្ឋមន្ត្រីល្អមែនទេបាននាយករដ្ឋមន្ត្រីល្អត្រូវតែផ្ដល់សិទ្ធិឲ្យប្រជាពលរដ្ឋរបស់ខ្លួនមិនមែនមួយថ្ងៃឃើញចាប់អ្នកនេះចាប់អ្នកនោះធ្វើដើម្បីអីចាធ្វើដើម្បីអីដើម្បីប្រទេសជាតិរបស់ខ្លួនកាន់អំណាចឬមួយក៏ដើម្បីសិទ្ធិដល់ខ្លួនរបស់អ្នកឯងចាចង់សួរទៅនាយករដ្ឋមន្ត្រីមួយហេតុអីបានជាតាំងពីឪពុករហូតមកដល់កូនពេលនេះហើយនៅតែបន្តចាប់នៅតែបន្តធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនតើលោកធ្វើដើម្បីអីចាអ្នកនយោបាយចង់និយាយស្ដីសពបែបយ៉ាងក៏និយាយមិនបានចាមិនចាប់ប្តីក៏ចាប់ប្រពន្ធមិនគម្រាមប្តីក៏គម្រាមប្រពន្ធមូលហេតុអីបានជាមន្ត្រីអត់ចេះមើលដល់ប្រទេសដទៃដែលគេកំពុងតែមិនមែនមានតែប្រទេសរបស់យើងទេបងអូនចាដែលត្រូវមាននាយករដ្ឋមន្ត្រីតែឯងនោះឬមួយក៏អង្គុយនៅលើអំណាចឬកាន់ស្បាប់តែឯងនោះមានប្រទេសដទៃផ្សេងទៀតគេក៏គេមានអ្នកកាន់ស្បាប់ដូចគ្នាដែរហេតុអីបានចាំបាច់ប្រជាពលរដ្ឋខ្លួននិយាយមិនបានមន្ត្រីនិយាយមិនបានចាគួរតែមន្ត្រីរបស់ខ្មែរយើងដូចជាលោកហ៊ុនម៉ាណែតគួរតែមើលឃើញដល់ប្រទេសដទៃនេះគេធ្វើអ្វីខ្លះហើយជាអ្នករៀនសូត្រពងពោះដល់ប្រទេសក្រៅផងហេតុអីនៅតែមិនយកតម្រាប់នឹងមកតាមនៅតែចាប់ប្រជាពលរដ្ឋនៅតែចាប់បងប្អូនរបស់យើងកន្លែងណាក៏មានតែឥឡូវសឹងថាខ្ញុំគិតថាប្រទេសខ្មែររបស់យើងនិយាយអីមិនបានចានិយាយអីមិនបានគឺមានតែការអរគុណបងខ្ញុំចង់ប្រវាយអារម្មណ៍បងវិញថាតើការចាប់កម្មជនយោបាយជនដីធ្លីទាំងអស់នោះមានផលចំណេញខ្ញុំគិតថាចំណេញដែលថាផលចំណេញបើយើងនិយាយថាផលចំណេញគឺមិនមែនចំណេញដល់ប្រជាពលរដ្ឋទេគឺចំណេញដល់ខ្លួនគាត់ព្រោះគាត់លោភលន់អំណាចតែខ្លួនគាត់ចាប់ដើម្បីឲ្យប្រជាពលរដ្ឋមើលឃើញថាគាត់អស្ចារ្យគាត់ខ្លាំងគាត់ជាមនុស្សខ្លាំងប៉ុន្តែខ្លាំងនៃការគិតរបស់គាត់ដែលមានខួរតិចបំផុតនៅក្នុងគុកបាលចាស់ព្រោះគាត់គិតថាធ្វើអញ្ចឹងដើម្បីប្រជាពលរដ្ឋខ្លាចតែប្រជាពលរដ្ឋគាត់មិនខ្លាចទេចាព្រោះគាត់រាល់ថ្ងៃនេះរស់ដូចស្លាប់ដូចរស់ដោយវេទនាបើនៅតែគម្រាមគាត់ក៏នៅតែខ្លាំងព្រោះអីគាត់គិតថាជីវិតរបស់គាត់កើតមកមួយជាតិធាតុនៃចានគាត់រស់ដើម្បីប្រទេសមួយនេះហើយជាប្រទេសរបស់យើងគ្រប់គ្នាគាត់ត្រូវតែក្លាហានបើមិនឲ្យគាត់និយាយស្ដីកុំបង្កើតច្បាប់មកកុំតាំងខ្លួនជានាយករដ្ឋមន្ត្រីកុំធ្វើជាអ្នកក្លាហានបើធ្វើជាអ្នកក្លាហានត្រូវឲ្យប្រជាពលរដ្ឋឬមួយមន្ត្រីរិះគន់ឲ្យបានបើរិះគេជាប្រជាពលរដ្ឋឬមួយមន្ត្រីរិះគន់មិនបានកុំកាន់អំណាចហើយក៏កុំកាំងអំណាចធម្មតាជាមន្ត្រីដែលកាន់ច្បាប់ត្រូវតែគោរពសិទ្ធិប្រជាពលរដ្ឋនិងមន្ត្រីនៅក្នុងជួបៈឬមួយក៏បងប្អូនយើងហើយបើយើងនៅតែតាំងខ្លួនជាអ្នកក្លាហានមិនគោរពសិទ្ធិដល់អ្នកដទៃកុំមកធ្វើជាមនុស្សនៅក្នុងពិភពលោកឲ្យគេឃើញអរគុណបងស្រីវាជារឿងការពិតណាស់នៅក្នុងសង្គមជាតិថាសតៃអ្នកដឹកនាំទាំងអស់ត្រូវតែមានគោលការណ៍អភិរក្សភាពជាការយល់អធិស្ឋានខ្ពស់ចំពោះប្រជាពលរដ្ឋរបស់ខ្លួនខ្ញុំមានអារម្មណ៍ថាកងពីបងប្អូនណាពីកងសម្លេងមានបងប្អូនណាយកទូរស័ព្ទដាក់ក្នុងចិត្តគ្នាបាទដើម្បីកុំឲ្យខាតទៀតសូមអញ្ជើញបងស្រីរើស៊ីបងមានចំណាប់អារម្មណ៍អីបងគិតថាការចាប់ខ្លួនអ្នកទោសទាំងអស់នេះមាន
មានផលចំណេញមានផលចំណេញទេតែចំណេញវាចំណេញយ៉ាងម៉េចហើយបើខាតយ៉ាងម៉េចដែរបាទសូមគោរពអញ្ជើញមក ចាសូមជម្រាបសួរដល់ជាបឋមខ្ញុំក្រាបថ្វាយគុំពុទ្ធចាស់គ្រប់អង្គហើយក៏ជម្រាបសួរដល់បងប្អូនជនជាតិពុំតាមដានទោះ GCBN ក្នុងថ្ងៃនេះគឺប្រធានបទយើងបានលើកឡើងថាដោះលែងអ្នកទោសជាកិច្ចផ្សះផ្សាជាតិគឺពិតជាត្រឹមត្រូវណាស់ពីព្រោះអ្នកទោសមនសិការអ្នកទោសបរិស្ថានអ្នកទោសមេដាធម្មជាតិគឺគាត់ធ្វើអ្វីដែលចំណេញទៅលើសម្បត្តិធម្មជាតិសម្បត្តិរដ្ឋសម្បត្តិបរិស្ថានទាំងអស់នៅក្នុងប្រទេសកម្ពុជាតែលោកហ៊ុនសែនចាប់គាត់ដាក់ពន្ធនាគារនេះគឺវាមិនមានផលចំណេញដល់ជាតិបើថាតកូលហ៊ុនគាត់ស្រឡាញ់ជាតិពិតប្រាកដគាត់ត្រូវតែដោះលែងអ្នកទោសមនសិការទាំងអស់ហើយនឹងដោះស្រាយវិបត្តិសេដ្ឋកិច្ចដោះស្រាយវិបត្តិនយោបាយដោះស្រាយវិបត្តិសង្គមទំនាក់ទំនងជាតិហើយទំនាក់ទំនងអន្តរជាតិនឹងជាមានផលចំណេញដល់ជាតិខ្មែររបស់យើងមិនមែនអាងតែអំណាចរបស់ខ្លួនចាប់ប្រជាពលរដ្ឋអ្នកទោសនយោបាយទាំងអស់ចាប់ដាក់ពន្ធនាគារគឺអត់មានផលចំណេញទេគឺមានតែអន្តរជាតិគេមើលមកថាត្រកូលហ៊ុននេះគឺត្រកូលដែលផ្ដាច់ការត្រកូលហ៊ុនគឺជាត្រកូលដែលក្បត់ជាតិដែលហ៊ានធ្វើបាបប្រជាពលរដ្ឋខ្លួនឯងហ៊ានចាប់អ្នកនយោបាយគឺអ្នកនយោបាយគឺត្រូវដោះលែងទាំងអស់ឲ្យចូលរួមធ្វើនយោបាយគឺប្រជាពលរដ្ឋមានសិទ្ធិគ្រប់ពីភេទដែលចូលរួមធ្វើនយោបាយមិនមែនលោកហ៊ុនសែនអាងតែអំណាចអាងតែគម្រាមកំហែងធ្វើបាបប្រជាពលរដ្ឋដែលនៅក្នុងប្រទេសអ្នកណាហ៊ានបញ្ចេញមតិអ្នកណាហ៊ាននិយាយរិះគន់អ្វីទៅលើរដ្ឋាភិបាលគឺគាត់ចង់បំបត្តិសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនឹងហើយបានថាវាគ្មានផលចំណេញដល់ពលរដ្ឋឬក៏ដល់ប្រទេសជាតិនោះទេគឺចំណេញតែត្រកូលហ៊ុនដែលធ្វើដើម្បីតែអំណាចរបស់ខ្លួនដើម្បីតែអំណាចកូនប្រុសរបស់ខ្លួនដែលឡើងតាមជើងខោអស់រយៈពេល2ឆ្នាំនេះហើយគឺអត់មានផលចំណេញអីដល់ប្រទេសជាតិទេមានតែវិបត្តិបំណុលធនាគារវិបត្តិការងារនៅក្នុងប្រទេសចា៎មានតែយោបល់ប៉ុណ្ណេះសូមអរគុណបាទអរគុណបងស្រីអរគុណមែនតើជាចំណាប់អារម្មណ៍សម្រាប់បងអូនស្រីលួចសាលាវិញអូនមើលឃើញយ៉ាងដូចម្ដេចដែរចំពោះការដឹកនាំរបស់រដ្ឋាភិបាលក្រុងភ្នំពេញដែលដឹកនាំដោយលោកហ៊ុនម៉ាណែតហើយមានក្នុងមកឯកនៅពីខាងក្រោយនោះគឺលោកឪពុករបស់លោកគឺលោកហ៊ុនសែនដែលជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាថាតើគាត់ខ្លាចសម្លេងអ្នកនយោបាយប្រឆាំងខ្លាចសកម្មជនដីធ្លីខ្លាចសកម្មជនធនធានបរិស្ថានខ្លាចអ្នកច្បាប់មួយចំនួនដែលធ្វើកិច្ចការងារសង្គមមែនអត់បានជាគាត់ខ្លាចមែនអត់បានជាពួកគាត់ធ្វើសកម្មភាពដើម្បីកែប្រែការអភិវឌ្ឍការចូលរួមនៅក្នុងកិច្ចការងារសង្គមបានជាពួកគាត់ចាប់ថាតើរបបនឹងខ្លាចពួកគាត់មែនអត់ចាដែលខ្ញុំសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់អង្គនិងជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិស្នេហាជាតិទាំងក្នុងហើយនិងក្រៅប្រទេសចាសម្រាប់សំណួរបងប្រុសដែលគិតសួរមកគឺខ្ញុំឃើញថារបបតកូលហ៊ុនគឺគាត់ខ្លាចអំណាចខ្លាចសកម្មជនដីធ្លីខ្លាចអ្នកដែលនយោបាយនិយាយរួមទៅសំបីតែសមលគាត់ក៏គិតខ្លាចដែរហើយឥឡូវគាត់ខំបកដើម្បីបកស្ថានភាពដើម្បីឲ្យបងប្អូនចាប់អារម្មណ៍ជាច្រើនប៉ុន្តែខ្ញុំឃើញថាដឹកនាំដោយលោកហ៊ុនម៉ាណែតដែលរយៈពេល2ឆ្នាំនេះគឺខ្ញុំឃើញថាអត់មានអីល្អរីកចម្រើនទេតាំងពីខ្ញុំសង្កេតមើលតាំងពីខ្ញុំមានបញ្ហាមកតាំងពី2024មកគឺគាត់ដឹកនាំដោយ
cứ nhây rùm tao miên ta cả lên cái đau cả hai miên ta phải chia chôn sệ tiêm tiền vó nhưng giờ lăng khơi mưa thà cật đợt nằm bờ tây ọt cật cứ soi khlang mình tên soi khlang chừng âu khlang mình tên còn bị áo nhưng giờ lăng khơi thà riêng keren của đời xa ta tham miên bành hà đây đi cái lên nhá ai thắng đọc sai âu bị chia bờ rượt còn té đọc pel côn lơ căn cặp để hiện pel pi năm đi nhưng khơi thà cứ tuần soi khlang mình tên tuần soi đời xa ấy nè na đây này ha chiết ôi thành dây riêng sừng công cứ dây ạt bàn tay nhung kết hợp bao tâm ta thì anh chỉ rất trai để bác lừa bật bật cọt đợt nơi bờ tây bàn lõ bị chia chốn có mình ba chấm nạp sạo hay ta nam phô phá có bàn miền đầm lầy ạt bạ nơm chanh màu pi bờ tây cào vừa bị chia chốn có miền thực chất vừa đầm bay lụa nó không sạo bao dương ạt bạ dụ bảo yuan màu đầm bay vừa hồ bờ ngày nên cứ sờ lăng khơi tha bia miền Pal Bắc Bờ khang mình tên anh nhầm khơi tha sạo khmer mà chỉ luôn nâng về để miền Pành Hà đôi rụng miền nhầm tơ để miền Pành Hà nhầm tiêm tia tha ôi miền cả đỏ sài tăng bị đây nhầm buôn đập hạt rồi hốt nhầm xong tha mà rùa có cật đặt oi rùa đè bằng bồn là hơi nhầm trong dây tàu trong xua tàu lộ hơn mình đây thà để lần tam trường kho đi đợi nơm bờ sân đặt đợi nơm bờ tây là bờ đợi nơm bờ tây bờ sơ ở miền nè na cái pha tạc cam ở miền na cái tàu nị dây ấy tây đi con ấy tây oi ta bờ tây nướng với miền ấy kì bờ chia bờ rật để trong ban rừng ấy cứ cả sẽ co không ở bờ tây Campuchia cứ trâu miền làm lại đôi chỉ tầm lô đôi chỉ sâu ấy nâng hay miền ca như thưa nó không sợ cùng bạn cho nạ sợ đôi lệ cái nạ dương mà nâu không sợ kê bẹp nè đập pe miền Pành Hà kê mưa nghi tập cọp tua thì không dương chỉ chuyên triệt khmer hay dương một nâu tiên kế PKD cái che mưa nghi cái dương hiện tập tòng kì của đó tại mò bị thạ đợt nâm dương nó bị ắt cợt bàn dương trâu chùm liệt luôn ruột mà nâu sợ kê hay to su đầm bay to su rong trăm ngày nào muối vừa tập châu sợ rong trăm ngày nào muối để sợ dương nâng đừng ri chầm rờn tay nhập khơi thà bờ săn ta tờ cô hôn nâng bạc bị lơ lộ nít và hai chị ai sợ và tây dương ri chầm rờn mình miền đôi sập ngày thì hay Paul chấm đánh cứ những khơi hai chấm đánh ta bạ pu cruza hôn hay đừng yuan trôi pin sọc from thơ tại nhìn ban sập hậu cruza hay đừng đây cắt viên oi yuan nầu còn tay chấm pu để chôn chiết khmer luôn anh để chia mà cha và tây tiêm tía tận đây nâng cứ chuyện đấy bỏ rượt hay nhầm trong xua thành trẻ của nhóm còn bên chia nhẹ trẻ đăng ấy tết với nhóm có lùng chọt nhầm trong xua tàu đi đất tháp bị ban thả vơ đi đất tháp bị ban hay ấy ban ghê thả đây nâng bỏ rượt cho rượt nâng kê mình bên tục oi bị chia chôn đâu thế à rư môi cái rượt nâng rượt tập bạ phụ từ cô cua xa hốn miền ban từ cua xa hốn ắt mơ bị chia bờ rượt tôn soi ắt mơ bị chia bờ rượt phát khát khoáng nâng nhầm giờ lần khơi ra ngày chả nhầm miền tập nâng ấy hai con sân đông po oi bong ôn chân chiết khmer thằng công ở sân khum ngày nào muối bộ dương đừng tiêm tia và tê chiết dương để miền phiệt đi chân đơn đôi xa đôi dương rùm khnia đồ rồi bao đại ca ní từng khnia chả con tràn bộ bong chặt vào rắm muối xôm oi po rót mai từng khnia cùng khum hai dương rùm khnia tầm bảy đô rồi bọt ní nó ngày nào muốiបាទពាក្យនេះអាដាមប្រធានក៏បានលើកឡើងដែរថាដរាបណាយើងនៅមានជីវិតយើងនៅតស៊ូដើម្បីបោកប្រហែលជាតិយើងមិនបោះបង់ចោលទេហើយយើងមើលឃើញអំពីការធ្វើទុកបុកម្នេញការចាប់ចងការគំរាមកំហែងការលួងលោមទិញទឹកចិត្តពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញនេះធ្វើឲ្យបាត់បង់រដ្ឋាភិបាលជាតិជាច្រើនក្នុងការចំណាយចាយវាយទៅលើមនុស្សមួយចំនួនដែលត្រូវបានទិញត្រូវបានដោះដូរហើយទី2តកតងនឹងការចាប់ចងនេះផងដែរក៏ត្រូវប្រើប្រាស់នៅធនធានមួយចំនួនរបស់រដ្ឋដែរក្នុងការយកពួកគាត់ទៅដាក់ពន្ធនាគារថ្លៃអាហារហូបចុកថ្លៃភ្លើងអគ្គិសនីទឹកអីជាដើមវាសុទ្ធតែជាឧបសគ្គក្នុងការធ្វើឲ្យសង្គមយើងមិនអាចវិលទៅរកវឌ្ឍនភាពសង្គម
អាចធ្វើឲ្យសង្គមយើងនេះចម្រើនបានល្អប្រសើរដូចតាមបណ្ដាប្រទេសគេទេដូច្នេះត្រង់ចំណុចនេះយើងមើលឃើញអំពីកំសោយនៃការដឹកនាំទន្ទឹមនឹងយើងមើលឃើញអំពីកំសោយដឹកនាំថាតើក្នុងនាមយើងជាយុវជនក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរទាំងអស់នេះមាននៅក្នុងបន្ទប់ផ្សាយក៏ដូចជាអ្នកដែលកំពុងតាមដានប្រិយមិត្តដែលកំពុងតែទស្សនានេះតើយើងមានអីដើម្បីជាសារផ្ញើទៅរដ្ឋាភិបាលក្រុងភ្នំពេញដែលមានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងជាសារផ្ញើជូនលោកហ៊ុនសែនជាប្រធានប្រតិភិនៃកម្ពុជាដើម្បីឲ្យពួកគាត់មានការដោះលែងអ្នកទោសទាំងអស់ដោយគ្មានលក្ខខណ្ឌដើម្បីបង្ហាញឲ្យឃើញថារដ្ឋាភិបាលក្រុងភ្នំពេញយកចិត្តទុកដាក់ក្នុងការកែប្រែបញ្ហាសង្គមឲ្យទៅក្លាយជាដំណោះស្រាយហើយអាចផ្ដល់ឱកាសឲ្យអ្នកទាំងអស់ដែលចេញពីពន្ធនាគារមានឱកាសក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិថាតើក្នុងនាមយើងទាំងអស់គ្នានេះយើងមានអីជាការផ្ញើសារពីមនាវជូនដល់រដ្ឋាភិបាលបាទអញ្ជើញបងស្រីលីលីបាទចាអរគុណម្ដងទៀតអូនចាខ្ញុំមានតែការសួរទៅលោកហ៊ុនសែនហើយនិងលោកហ៊ុនម៉ាណែតតាំងពីអ្នកឪកូនចាព្រោះអីការអស់នេះដែលយើងត្រូវផ្ញើទៅគាត់ផ្ដាំផ្ញើទៅគាត់ឬមួយចោទសួរទៅគាត់នឹងគឺដែលយើងតាមស្ដាប់ឮពីបងប្អូនយើងនិយាយតគ្នាឈប់គម្រាមប្រជាពលរដ្ឋឈប់គម្រាមអ្នកនយោបាយចាឈប់គម្រាមគាត់ទៅព្រោះអីលោកចង់លោកមានលុយប្រមាណលានក៏ដោយលោកហាមាត់មកគម្រាមគាត់ឬមួយចាប់គាត់ដាក់គុកក៏គាត់មិនមានភាពខ្លាចឬមួយយ៉ាងម៉េចទេមិនមកចាប់ថាចាប់គាត់យកទៅប្រមាណអ្នកហើយពីស្រុកថៃពីម៉ាឡេក៏ដោយយកគាត់ទៅដាក់ពន្ធនាគារគម្រាមធ្វើបាបគាត់យ៉ាងម៉េចក៏គាត់នៅតែមិនខ្លាចអស់លោកមូលហេតុអ្វីព្រោះគាត់ជាប្រជាពលរដ្ឋគាត់ត្រូវមានសិទ្ធិគាត់ជាអ្នកបោះឆ្នោតឲ្យអស់លោកគាត់ត្រូវមានសិទ្ធិហាស្ដីគាត់ត្រូវមានសិទ្ធិនិយាយគ្រប់បែបយ៉ាងទាំងអស់ហើយលោកគម្រាមគាត់ចាប់យកទៅដាក់គុកហើយនៅតែធ្វើអ្វីគាត់មិនបានទៀតនៅតែមិនឈ្នះចិត្តគាត់ជាស្ត្រីគ្រប់គ្នាជាបរិសុទ្ធគ្រប់គ្នាដែលកំពុងរងគ្រោះនៅក្នុងពន្ធនាគារចាមិនបាច់គម្រាមទៀតទេឈប់បន្តនៅការធ្វើបាបជីវិតពួកគាត់ទៀតទៅដូចជារាល់ថ្ងៃនេះខ្ញុំបានឃើញហ្នឹងមិនថាយើងជាពលរដ្ឋខ្មែរត្រូវដឹងថានាយករដ្ឋមន្ត្រីមួយនេះគម្រាមកំហែងប្រជាពលរដ្ឋសូម្បីតែប្រជាពលរដ្ឋសាសដតីក៏គេដឹងដែរគេនិយាយគ្រប់គ្នាហើយគេសួរថាហេតុអីបានប្អូនមិនហ៊ាននិយាយពេលគេសម្ភាសពេលគេសួរនៅក្នុងសង្គម TikTok ឬក្នុងសង្គម Facebook ដែលគេជជែកលេងតែគាត់មិនហ៊ាននិយាយគេសួរថាខ្ញុំមិនចង់លើកឈ្មោះប្រទេសមួយហ្នឹងប៉ុន្តែខ្ញុំសូមនិយាយមិនចេញឈ្មោះទៅចោះព្រោះអីខ្ញុំបានឃើញគាត់និយាយគ្នាថាមិនបានប្អូនមិនហ៊ាននិយាយប្រទេសមួយហ្នឹងយ៉ាងម៉េចកម្ពុជានឹងមានអំណាចខ្លាំងនាយករដ្ឋមន្ត្រីហ៊ុនសែននឹងមានអំណាចខ្លាំងដោយថ្នាក់សំបីតែជីវិតប្អូនផ្ទាល់ខ្លួនប្អូនមិនហ៊ាននិយាយមូលហេតុអីធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងគេក៏បានជជែកគ្នាលេងថាបើឲ្យគាត់និយាយគឺមានន័យថាគាត់នៅក្នុងប្រទេសកម្ពុជាសពថ្ងៃនេះគឺគាត់អត់មានសិទ្ធិនិយាយទាំងអស់ព្រោះអីសួរថាប្រជាពលរដ្ឋចូលចិត្តហ៊ុនសែនអត់ប្រជាពលរដ្ឋអត់ចូលចិត្តហ៊ុនសែនទេហើយគេសួរថាតើប្រជាពលរដ្ឋទាំងអស់ហ្នឹងខ្លាចហ៊ុនសែនមកពីរឿងអីហើយមិនបានមិនហ៊ាននិយាយស្ដីឬមួយក៏គេដើរគម្រាមតាមផ្ទះមែនថាអានេះជាការពិតប្រកបដែលហ៊ុនសែនឬមួយក៏បពពួករបស់គាត់និងនាយករដ្ឋមន្ត្រីដែលឡើងតាមជើងខោឪនេះកំពុងតែប្រព្រឹត្តហើយក៏ប្រព្រឹត្តជារៀងរាល់ថ្ងៃនិងគ្រប់វិនាទីចាហើយអស់លោកខំប្រឹងធ្វើដើម្បីអីគម្រាមគាត់ហើយគាត់មិនខ្លាចខំប្រឹងធ្វើដើម្បីអីធ្វើអញ្ចឹងគឺឲ្យពិភពលោកគេមើលឃើញកាន់តែច្បាស់ថាអស់លោកជាមន្ត្រីកំសាកជាមន្ត្រីដែលមិនក្លាហានបានតែមាត់មានប្រយោជន៍ដូចជាប្រទេសដទៃដែលគេកំពុងធ្វើឲ្យប្រជាពលរដ្ឋគេសរសើរឬមួយក៏ត្រូវមិនសរសើរគេអាចនិយាយគេមានសិទ្ធិនិយាយបានតែចំពោះប្រជាពលរដ្ឋខ្លួនចង់និយាយគឺចាប់ដាក់គុកហើយរឿងដែលថាបំផ្លាញប្រជាពលរដ្ឋខ្លួនគឺចំនួនខាងបោកចំនួនខាងញុះញង់ធ្វើអ្វីគេមិនឈ្នះចោតអ្នកដទៃញុះញង់
នេះហើយជានាយករដ្ឋមន្ត្រីដែលល្អបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរដែលត្រូវឲ្យគេសរសើរកត់ក្រែងឬគ្រប់គ្រងដល់សប្តាហ៍គេយល់ច្បាស់ណាស់សាដតីគេបាននិយាយគ្នាហើយជជែកគ្នាថាបើចោតសួរគាត់ច្រើនលោកខ្មាស់គេអត់លោកបើលោកមិនលោកអ្នកលេង Facebook ណានាយករដ្ឋមន្ត្រីហ៊ុនសែនបើលោកលេង Facebook ឬមួយក៏មើលទូរស័ព្ទសូមអញ្ជើញចូលទៅមើលក្នុង TikTok ផងថាក្នុងប្រទេសមួយនេះដែលយើងកំពុងមានបញ្ហានេះតើគេទៅជែកយ៉ាងម៉េចខ្លះខ្ញុំដល់ពេលខ្ញុំចូលទៅមើលអញ្ចឹងខ្ញុំខ្មាស់គេជំនួសប៉ុន្តែសោកស្ដាយដែលនាយករដ្ឋមន្ត្រីរបស់យើងណាមិនចេះខ្មាស់ក្មេងៗមិនចេះខ្មាស់ប្រទេសដទៃដែលគេកំពុងតែរិះគន់សពថ្ងៃធ្វើជាមន្ត្រីទាំងមូលជំនាញខាងសម្លុតប្រជាពលរដ្ឋខ្លួនមិនជំនាញអ្វីដែលផ្សេងពីនឹងក្រៅពីគម្រាមកំហែងចាគួរតែយក idea ថ្មីគួរតែយកភាពថ្មីមកនិយាយឬមួយក៏ធ្វើយ៉ាងម៉េចដើម្បីឈ្នះទឹកចិត្តប្រជាពលរដ្ឋបើអស់លោកមួយថ្ងៃគិតតែពីកាំងអំណាចនៅតែកដើមកៅអីនៅតែទៀមទាកៅអីសួរថាពេលលោកកើតមកលោកយកអ្វីមកខ្លះតើលោកមានខួរគិតទេអស់លោកមានអាដាមគតិគិតទេថាពេលលោកចាប់ពួកគាត់គម្រាមកំហែងពួកគាត់យកទៅដាក់គុកហើយមិនហេតុអីបានគាត់មិនខ្លាចព្រោះគាត់ជាខ្មែរគាត់ជាប្រជាពលរដ្ឋខ្មែរគាត់ចង់រស់នៅលើទឹកដីរបស់ខ្លួនចង់មានសិទ្ធិរស់នៅដូចជាប្រទេសដទៃដែលគេកំពុងរស់នៅហើយមិនមែនថាអូលោកធ្វើអញ្ចឹងហើយលោកជោគជ័យលោកធ្វើអញ្ចឹងលោកចំណេញក្នុងការនយោបាយរបស់លោកគិតខុសហើយចាលោកគិតខុសហើយកន្លែងណាដែលឈឺកន្លែងណាដែលលោកជន់ខ្លាំងកន្លែងហ្នឹងគឺគេតែងតែរើបណ្ដាដើម្បីមិនឲ្យលោកជន់ព្រោះគាត់ជាមនុស្សម្នាក់ដែលមានជីវិតដូចជាលោកដែរហើយគាត់គិតថាគាត់កើតមកគាត់ក៏មិនបានយកអ្វីមកលោកកើតមកក៏មិនបានយកអ្វីមកគាត់ក៏គិតដូចជាលោកអញ្ចឹងគាត់មិនខ្លាចលោកទេណាសូមផ្ដាំទៅលោកហ៊ុនសែនកុំប្រើភាសាថាគម្រាមប្រជាពលរដ្ឋឬមួយក៏យកគាត់ទៅដាក់ពន្ធនាគារឈប់ទៅខ្មាស់ប្រទេសដទៃដែលគេកំពុងរិះគន់នៅក្នុងបណ្ដាញ TikTok ផងចាបងអូនអរគុណច្រើនបងអរគុណចំពោះចំណាប់អារម្មណ៍របស់អូនស្រីលោកសេរីអូនមានអីដែរដើម្បីជាការផ្ដាំផ្ញើក៏ដូចជាសារពីដល់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យមានការដោះលែងអ្នកទោសរបស់នោះដោយមានលក្ខខណ្ឌដើម្បីឲ្យផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងការអនុវត្តសង្គមជាតិបងផ្ដាប់ចង់បានសំណួរបងឯងសួរតើបងអូនមានអីដើម្បីជាការអំពាវនាវដល់រដ្ឋាភិបាលក្រុងភ្នំពេញដើម្បីឲ្យមានការបទូបថយនិងការដោះលែងអ្នកទោសទាំងអស់នោះដោយគ្មានលក្ខខណ្ឌដើម្បីផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងការកសាងជាតិជាមួយរដ្ឋាភិបាលក៏ដូចជាអ្នកប្រជាធិបតេយ្យដទៃផ្សេងទៀតចាអរគុណច្រើនបងសម្រាប់នាងខ្ញុំគឺខ្ញុំមានតែសូមអំពាវនាវដល់នាយករដ្ឋមន្ត្រីទីក្រុងភ្នំពេញខ្ញុំចង់ឲ្យមានការដោះលែងអ្នកទោសមនសិការដើម្បីឲ្យពួកគាត់មានតួនាទីធ្វើរឿងសង្គមធ្វើរឿងប្រទេសជាតិមួយនេះពោះដែលពួកគាត់ធ្វើនឹងគឺសិតតែធ្វើដែលរឿងជួយដល់ប្រទេសជាតិរឿងដែលល្អក្នុងសង្គមប៉ុន្តែខ្ញុំស្រឡឹងឃើញមើលថាពេលដែលពួកគាត់ធ្វើគឺបពពួកតកូលហ៊ុនគឺមានការរិះគន់យ៉ាងច្រើនហើយចាប់ពួកគាត់ដាក់គុកដោយមានហេតុផលច្បាស់លាស់ហេតុផលត្រឹមត្រូវចាប់យកអាងតាគាត់មានអំណាចមានខ្លាំងក្លានៅលើប្រទេសកម្ពុជាគ្មានណាខ្លាំងជាងតកូលហ៊ុនទេហើយខ្ញុំស្រឡឹងឃើញថាមានតែសំណុំពរដល់ទីក្រុងភ្នំពេញឲ្យមានការលើកលែងឲ្យមានការអនុគ្រោះហើយដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយហើយក៏អ្នកទោសដីធ្លីឲ្យពួកគាត់ចាញ់មកដោយមានសេរីភាពហើយនឹងធ្វើការសង្គមរឿងសង្គមដើម្បីជួយប្រទេសជាតិ
ឲ្យវាល្អជាងនេះដើម្បីកុំឲ្យគេមើលងាយដូចរាល់ថ្ងៃអត់ខ្ញុំស្រឡឹងឃើញមើលថាប្រទេសកម្ពុជាគឺមានអ្នកដឹកនាំខ្សោយខ្លាំងមែនទេហើយទៅកន្លែងណាក៏គេមើលងាយទៅកន្លែងណាក៏គេមិនអោយតម្លៃដោយសារអីព្រោះដោយសារថ្នាក់ដឹកនាំយើងនឹងគិតខ្សោយពេករហូតដល់ប្រជាជនអ្នកណាក៏គេមើលងាយហើយគេមិនត្រឹមតែមើលងាយថ្នាក់ដឹកនាំហើយគេមិនត្រឹមតែមើលងាយគេមើលងាយទាំងពូជសាសន៍យើងមកប្រទេសកម្ពុជានឹងគឺធ្វើអីអត់កើតធ្វើអីគេមិនកើតគេចង់បានបណ្ណាគេចង់ចិនឈ្លីបណ្ណាក៏បានដែរខ្ញុំមានអារម្មណ៍ថាខ្ញុំជាកូនខ្មែរម្នាក់ក៏ជាម្ចាស់ប្រទេសម្នាក់ខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនពេលដែលប្រទេសកម្ពុជាយើងវាមានការចុះខ្សោយទៅម្ដងបន្តិចម្ដងដោយសារមានថ្នាក់ដឹកនាំតកូលហ៊ុនហើយនាងខ្ញុំគ្មានអ្វីច្រើនទេនាងខ្ញុំមានតែសុំអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំមានការបាក់ស្មារតីកុំមានការទន់ខ្សោយត្រូវតស៊ូសង្ឃឹមថាថ្ងៃណាមួយប្រទេសជាតិយើងនឹងល្អហើយបើសិនតាដួលរំលំរីរដ្ឋាភិបាលបានប្រទេសជាតិយើងគឺខ្ញុំឃើញថាអាចថានឹងល្អប្រសើរជាងនេះព្រោះរាល់ថ្ងៃរីរដ្ឋាភិបាលយើងតកូលហ៊ុននឹងគឺកាត់ដាក់នាំតែខាងយួនទេបងប្អូនខាងយួននៅពេញប្រទេសហើយចំណែកខ្មែរយើងគឺដាញ់ចាញ់ដោយតាក់ធាតចឹងសំបីតែដៃខ្លួនឯងទីខ្លួនឯងក៏នៅអត់បានដែរបងប្អូនតើឡើងឃើញថាគឺខ្សោយខ្លាំងទេខ្ញុំអត់មានអីច្រើនទេមានតែសំណុំពរដល់បងប្អូនជនរួមជាតិយុវជនយុវចាស់ទាំងអស់រួបរวมគ្នារឿងសូមឲ្យរឿងតែក្នុងទុកផ្សេងសូមឲ្យមកបែមកតស៊ូដើម្បីប្រទេសជាតិទាំងអស់គ្នាដើម្បីឲ្យក្មេងៗចំនួនក្រោយគាត់បានឃើញសល់នេះសល់នោះឥឡូវនេះវាចិត្តអស់ហើយខ្ញុំសូមសំណុំពរតែប៉ុណ្ណេះឯងអរគុណបងប្អូនមិញហ្នឹងឮថាដួលអីហ្នឹងតាមពិតទៅពាក្យនេះគឺយើងចង់សំដៅទៅលើថាចង់ឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងចូលរួមជាមួយគ្នាដើម្បីជាសារសម្លេងនឹងទាមទារឲ្យមានការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌អាហ្នឹងជាការបដួលគ្នារវាងអ្នកប្រជាធិបតេយ្យអញ្ចឹងបងប្អូនមានន័យបែបហ្នឹងមិនមែនជាការប្រើប្រាស់កម្លាំងឬក៏ការប្រើប្រាស់មធ្យោបាយទុច្ចរិតតាមមួយដើម្បីទៅផ្ដួលរំលោភរដ្ឋាភិបាលទេយើងចង់និយាយថាសូមឲ្យប្រជាពលរដ្ឋទាំងអស់រួមជាមួយអ្នកប្រជាធិបតេយ្យទាំងអស់ហ្នឹងរួមគ្នាឡើងដើម្បីបញ្ចេញជាសម្លេងដើម្បីផ្ញើជាសារឲ្យរដ្ឋាភិបាលនឹងមានការរៀបចំផ្ដល់ឱកាសឲ្យបានចេញខ្ញុំសុំបន្តិចទៀតខ្ញុំសុំថាឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវមិនបោះឆ្នោតដោយលោភលន់មិនបោះឆ្នោតដោយយកលុយទៅទិញទឹកចិត្តប្រជាពលរដ្ឋហើយគម្រាមកំហែងគឺប្រជាជនចង់ឲ្យមានការបោះឆ្នោតដែលត្រឹមត្រូវហើយនឹងឲ្យប្រជាជនដែលគិតពេញចិត្តរើសអ្នកណាដែលត្រឹមត្រូវកាន់ប្រទេសហើយមិនចង់ប្រជាជនមិនថារូបខ្ញុំមិនថាអ្នកណាទេគឺចង់បានតែប្រទេសជាតិមានថ្នាក់ដឹកនាំល្អគឺយើងអាចរស់នៅបានហើយចាបងមានតែប៉ុណ្ណេះទេបាទអរគុណនេះហើយជាអ្វីដែលបងចង់សរុបមកវិញថាបងប្អូនចង់មានន័យបែបហ្នឹងគឺសូមពីមតិឲ្យបងប្អូនប្រជាពលរដ្ឋអ្នកជាធិបតេយ្យអ្នកក្នុងក្រៅប្រទេសទាំងអស់ហ្នឹងបញ្ឈប់អរិយភាពមួយគ្នាវិលមកចាប់ដៃរួបរวมគ្នាវិញហ្នឹងដើម្បីបញ្ចេញជាសារជាសម្លេងជារូបភាពណាមួយជូនដល់រដ្ឋាភិបាលក្រុងភ្នំពេញដើម្បីឲ្យរដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងមានដំណោះស្រាយជាតិតាមរយៈការដោះលែងអ្នកទោសតាមរយៈការផ្សះផ្សាជាតិនិងការរៀបចំឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឡើងវិញកន្លែងនេះគឺបងអូនចង់និយាយបែបហ្នឹងចំពោះបងស្រីដូចស៊ីនវិញថាតើបងមានអីជាសារអំពាវនាវជូនដល់ជាបរដ្ឋក៏ដូចជារបស់ក្រុងភ្នំពេញក្នុងការដោះលែងអ្នកទោសនយោបាយនេះដើម្បីផ្ដល់ឱកាសឲ្យពួកគាត់មានពេលវេលាជួបជុំគ្រួសារនិងមានឱកាសក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិម្ដងទៀតបាទចាសូមជម្រាបសួរបងប្អូនទាំងអស់សាជាថ្មីចាបើខ្ញុំសូមអំពាវនាវដល់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនបើចង់ស្ដារមាត់ប្រទេសនិងធ្វើជានាយករដ្ឋមន្ត្រីដែល
ជាគំរូដល់ប្រទេសជាតិដើម្បីជួយប្រទេសជាតិឬក៏អ្នកស្នេហាជាតិពិតប្រាកដលោកហ៊ុនសែនត្រូវតែដោះលែងអ្នកទោសមនសិការអ្នកទោសបរិស្ថានមេដាធម្មជាតិអ្នកទោសដីធ្លីដោះស្រាយបញ្ហាវិបត្តិនយោបាយដោះស្រាយវិបត្តិសង្គមទំនាក់ទំនងជាតិទំនាក់ទំនងអន្តរជាតិវិបត្តិគ្មានការងារធ្វើវិបត្តិបំណុលប្រជាពលរដ្ឋហើយក៏សូមដោះលែងអ្នកទោសទាំងឡាយដែលនៅក្នុងពន្ធនាគារដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតចាប់គាត់ទៅដាក់ក្នុងពន្ធនាគារគិតគ្មានកំហុសអីទេគិតចង់ជួបជុំគ្រួសារដោយតែតកូលហ៊ុនដែលចង់ឲ្យតកូលខ្លួនឯងមានអំណាចតពូជនឹងហើយបានជាខ្ញុំសូមអំពាវនាវបើថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីចង់បាននៅមានស្បៃដៃយូរហើយចង់ជួយប្រទេសជាតិស្ដារឡើងវិញត្រូវតែដោះស្រាយបញ្ហាទាំងអស់នេះគឺនៅក្នុងប្រទេសកម្ពុជាកំពុងតែជួបវិបត្តិបំណុលធនាគារបំណុលគ្រប់យ៉ាងគឺប្រជាពលរដ្ឋមានតែធ្វើការចំណាត់ស្រុកក្នុងនាមខ្ញុំជាយុវជនខ្ញុំត្រូវតែខ្ញុំសូមអំពាវនាវដល់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតត្រូវតែដោះស្រាយបញ្ហាប្រទេសជាតិឲ្យបានគិតប្រទេសជាតិជាធំគឺផលប្រយោជន៍ជាតិគឺពិតជាធ្លាក់ចុះនៅក្នុងបច្ចុប្បន្ននេះដោយសារតកូលហ៊ុនដឹកនាំប្រទេសគឺគ្មានអ្វីដែលរីកចម្រើនបើត្រូវតែអភិវឌ្ឍប្រទេសឲ្យបានល្អមិនមែនស្រែកបោកប្រាស់ប្រជាពលរដ្ឋក្តែងរាល់ថ្ងៃនេះឃើញតែប្រជាពលរដ្ឋរងទុក្ខលំបាកធ្វើការចំណាត់ស្រុកដោយបញ្ហារាល់ថ្ងៃនេះលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបើកចំហឲ្យជនជាតិយួនហើយនឹងចិនចូលមករស់ស៊ីនៅក្នុងប្រទេសកម្ពុជាចំណែកពលរដ្ឋខ្មែរធ្វើការចំណាត់ស្រុកជួបវិបត្តិគ្រប់យ៉ាងមិនថាធ្វើប៉ាសពតមិនថាត្រូវថៅកែបោកនៅប្រទេសផ្សេងដោយប្រទេសចិនប្រទេសស្អីបងប្អូនខ្មែរយើងអំពាវនាវឲ្យលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជួយដោះស្រាយបញ្ហាគឺនឹងឲ្យមកពីថ្នាក់ដឹកនាំមិនដោះស្រាយរឿងប្រទេសជាតិមិនដោះស្រាយរឿងប្រជាពលរដ្ឋឃើញប្រទេសគេដទៃដែលគេអភិវឌ្ឍប្រទេសដែលគេមានលទ្ធិប្រជាធិបតេយ្យគេមិនដែលទៅធ្វើការចំណាត់ស្រុកដោយប្រទេសកម្ពុជាទេមានតែប្រទេសកម្ពុជាយើងទេដែលពលរដ្ឋធ្វើការចំណាត់ស្រុករឹបលានអ្នកដូចជាប្រទេសថៃជាដើមចូល3លានអ្នកនឹងហើយបានថាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបានតែបោកអន្តរជាតិបើសិនជាចង់ស្ដារមុខមាត់ប្រទេសជាតិលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតត្រូវតែដោះស្រាយបញ្ហាទាំងអស់នេះដើម្បីឲ្យប្រទេសកម្ពុជាអភិវឌ្ឍបានល្អគឺត្រូវតែដោះលែងអ្នកទោសទាំងឡាយដែលនៅក្នុងពន្ធនាគារចា៎សូមអរគុណបាទភ្ជាប់ជាមួយដោយសារតែពេលវេលាយើងជិតចូលមកដល់ទីបញ្ចប់បងស្រីមានអីជូនពរបងស្រីមានអីបន្ថែមបាទសូមអញ្ជើញជានាទីចុងក្រោយបាទចាជាចុងក្រោយខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងស្រុកក្រៅស្រុកកុំបាក់ទឹកចិត្តដែលជានាយករដ្ឋមន្ត្រីកំពុងតែធ្វើរឿងនយោបាយរាល់ថ្ងៃនេះដែលធ្វើបាបប្រជាពលរដ្ឋយើងត្រូវតែរួមគ្នាជាមួយអ្នកប្រជាធិបតេយ្យដើម្បីដោះស្រាយបញ្ហារឿងប្រទេសជាតិដើម្បីទាមទារឲ្យលោកហ៊ុនសែនបើកចំហឲ្យអ្នកទោសមនសិការគឺដោះលែងទាំងអស់ឲ្យមានសេរីភាពបានជួបជុំគ្រួសារហើយនឹងបើកលំហឲ្យលោកប្រធានវិលចូលប្រទេសកម្ពុជាខ្ញុំសូមអំពាវនាវដល់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបើថាដឹកនាំប្រទេសមិនកើតត្រូវតែឲ្យអ្នកផ្សេងគេដឹកនាំមិនខ្វះទេយុវជនដែលមានស្នាដៃមិនដូចលោកហ៊ុនម៉ាណែតដែលបានរៀនចេះដឹងពងពោះឲ្យដឹកនាំប្រទេសអត់មានអ្វីដែលរីកចម្រើនមានតែប្រជាពលរដ្ឋលំបាកទៅហើយមានតែវិបត្តិសេដ្ឋកិច្ចវិបត្តិសង្គមវិបត្តិទំនាក់ទំនងគ្រប់យ៉ាងគឺលោកហ៊ុនសែនត្រូវតែដោះស្រាយទាំងអស់នេះហើយនឹងលោកហ៊ុនម៉ាណែតត្រូវតែបញ្ចេញថ្មីដៃដែលលោកបានរៀនចេះដឹងនៅប្រទេសក្រៅត្រូវតែដឹកនាំប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យមិនមែនបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងប្រទេសឬក្រៅប្រទេសហើយធ្វើ
ធ្វើទុកបុកម្នេញទៅលើសកម្មជននានាដូចជាសកម្មជនបរិស្ថានមេដាធម្មជាតិរឿងដីធ្លីដំណោះស្រាយផ្សេងៗចាសូមអរគុណ បាទអរគុណចុះបងស្រីលីលីមានអីជាសារចុងក្រោយបងក្រុមជើញមក ចាអរគុណអូនខ្ញុំសូមផ្ដាំផ្ញើទៅសារចុងក្រោយជូនលោកហ៊ុនសែនចោះចាព្រោះអីគាត់ជាមន្ត្រីមួយទាំងមូលអញ្ចឹងយើងនិយាយឲ្យព្រោះជាមួយគាត់បន្តិចទៅឲ្យឃើញគាត់បានយល់ជ្រាបក្នុងឧត្តមគតិរបស់គាត់ចាសូមឲ្យគាត់ជាបរិះខ្លាំងជាអ្នកក្លាហានសូមឲ្យបើកជាដែនឬមួយលោកប្រធានវិលចូលស្រុកសូមទទួលយកឲ្យបានមិនមែនបានតែត្រឹមថាអូពេលមានបញ្ហាអីបន្ទោសលោកប្រធានមិនចោះមកឬមួយក៏បពុរបស់គាត់កូនចៅរបស់គាត់នាំគ្នាវាយប្រហារគាត់ថាពួកយើងមិនហ៊ានឬមួយលោកប្រធានមិនហ៊ានសូមឲ្យបើកច្រកហើយឲ្យលោកប្រធានចូលស្រុកហើយសូមឲ្យមានការបោះឆ្នោតដែលពិតប្រាកដឲ្យប្រជាពលរដ្ឋជឿទុកចិត្តមិនមែនបានតែបោះឆ្នោតហើយចង់ចាប់ធ្វើបាបប្រជាពលរដ្ឋសូមឲ្យលោកនាយករដ្ឋមន្ត្រីទាំងពីរចាព្រោះអីឥឡូវគឺទាំងពីរហើយបើកូនផងឪផងអញ្ចឹងមិនដឹងថាមន្ត្រីមួយណាពិតប្រាកដទេខ្ញុំសូមឆ្លើយថាទាំងពីរទាំងឪទាំងកូនសូមឲ្យមានខួរបន្តិចកុំនិយាយអីបានតែនិយាយអត់ប្រយោជន៍ហើយអាភាសាដែលលោកនិយាយថាបាត់ទឹកបាត់ដីកាត់ក្បាលចោលហ្នឹងប្រហែលដងហើយខ្ញុំឮសូរលោកនិយាយអញ្ចឹងសូមឲ្យលោកកែប្រែហើយសូមធ្វើជាមនុស្សល្អខ្លះផងកុំឲ្យក្នុងសម្បត្តិប្រជាពលរដ្ឋខ្លួនមិនទទួលស្គាល់ហើយឲ្យប្រទេសដទៃគេមើលងាយខ្ញុំអ្វីត្បិតថាខ្ញុំស្អប់អស់លោកមែនលោកបំផ្លាញជាតិមែនប៉ុន្តែពេលសាសដទៃគេមើលងាយដល់កម្ពុជារបស់យើងខ្ញុំខឹងណាស់ខ្ញុំក្តៅក្រហាយណាស់ប៉ុន្តែលោកអត់ដឹងខ្លួនទេរាល់ថ្ងៃថាលោកកំពុងធ្វើអីសូមលោកភ្ញាក់រលឹកខ្លះផងជានាមឈ្មោះថាជាមន្ត្រីជាប្រជាជាជនជាតិខ្មែរមួយរូបកុំបំរើសាសយួនខ្លាំងពេកកុំងប់ងល់នៅក្នុងរបាយកលយួនខ្លាំងពេកបើលោកនៅតែបាត់សិទ្ធិប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋចុះទៅជួបជុំគ្រួសារមិនហ៊ានប្រឈមមុខនឹងគាត់ដូចជាពួកខ្ញុំគ្រប់គ្នាកំពុងតែរស់នៅប្រទេសគេនេះហើយអស់លោកថាអស់លោកខ្លាំងណាស់និយាយស្ដីសិតតែអស់ចាណាប៉ុន្តែចង់ចាប់សូម្បីតែពួកខ្ញុំរាល់ថ្ងៃនៅតែគម្រាមកំហែងតាមធ្វើបាបតាមធ្វើមិនឲ្យយើងមានសិទ្ធិនិយាយស្ដីចាមកដល់ក្រៅស្រុកឲ្យនៅតែតាមគម្រាមមានកូនមានចៅបន្តរហូតអញ្ចឹងលោកកុំខ្លាំងតែមាត់ពេកសូមឲ្យលោកមានភាពក្លាហានហើយក៏កែទៅណាកែបានកែទៅកុំឲ្យក្មេងបដៅបន្តទៀតខ្ញុំខ្មាស់គេណាដែលពេលឃើញនាយករដ្ឋមន្ត្រីយើងគេមើលងាយពេញនឹងគេហៅអាហ៊ុនសុំតោះពេលខ្លះយើងនិយាយទៅចាលើសូភាសាថៃគេនិយាយខ្ញុំហួសចិត្តហ្មងមន្ត្រីនេះទៅតាណាស្អុយទៅនឹងទៅតាណាចង្រៃគេទៅនឹងណាកែចុះអាចកែបានកែទៅសូមផ្ដាំទៅលោកហ៊ុនសែនប៉ុណ្ណឹងអូនចាអរគុណអរគុណច្រើនបងអរគុណមែនតើក្នុងការចូលរួមបងអូនស្រីសេលីបងអូនមានអីជាសារចុងក្រោយក្នុងការចូលរួមក្នុងកម្មវិធីបាទចាហ្នឹងហើយអរគុណច្រើនបងសម្រាប់សារចុងក្រោយរបស់នាងខ្ញុំគឺអត់មានអីច្រើនទេមានតែសូមពាវនាវដល់លោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនដោះលែងអ្នកទោសមនសិការហើយនឹងយុវសកម្មជនដីធ្លីហើយនឹងនិយាយរួមទៅអ្នកស្នេហាជាតិដែលលោកហ៊ុនសែនដែលគាត់កំពុងតែចាប់ឃុំឃាំងនឹងខ្ញុំចង់ឲ្យដោះលែងដោយគ្មានលក្ខខណ្ឌហើយដើម្បីឲ្យពួកគាត់មកធ្វើការសង្គមឬសង្គមដោយមានផលប្រយោជន៍ដល់ប្រទេសជាតិហើយចង់និយាយថាអ្នកណាក៏ចង់បានគ្រួសារជួបជុំដែរដែលពួកគាត់ធ្វើមិនមែនធ្វើដើម្បីតែផលប្រយោជន៍គ្រួសារគាត់ផ្ទាល់គាត់សចិត្តគាត់ស្រឡាញ់ប្រទេសជាតិខ្លាចបាត់បង់ស្រឡាញ់ទឹកដីខ្លាចបាត់បង់គាត់សចិត្តធ្វើការសង្គមដោយបែកពីក្រុមគ្រួសារដោយបែកពីបងប្អូនឡើងហើយខ្ញុំចង់សនំពោដល់បងប្អូនមួយចំនួនដែលថាគាត់មើលងាយពួកគាត់មេត្តាធម្មជាតិថាពួកគាត់នឹងជាមនុស្សពំពុលសង្គមបើសិនថាពួកគាត់ជាមនុស្សពំពុលសង្គមតើហេតុអីបានគាត់ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនពេលវេលាជួបជុំគ្រួសារ
អ្នកណាក៏ចង់ជួបដែរខ្ញុំចង់សួរតែចាអ្នកណាក៏ចង់ជួបជុំនៅជាមួយបងប្អូនក្រុមគ្រួសារដែរប៉ុន្តែពួកគាត់គឺលះបង់ខ្លាំងមែនទែនលះបង់ដើម្បីប្រទេសជាតិដល់កំសត់មួយនេះតើអ្នកដែលថានឹងធ្វើបានដូចគាត់អត់ខ្ញុំសុំអោយកែហើយសុំអោយដោះលែងពួកគាត់ដោយគ្មានលក្ខខណ្ឌហើយសូមអោយមានការបោះឆ្នោតរៀបចំដោយត្រឹមត្រូវដោយច្បាស់លាស់គឺតាប៉ុណ្ណឹងប្រជាពលរដ្ឋគឺគាត់សប្បាយចិត្តគឺគ្មានអ្វីដែលល្អជាងយើងធ្វើត្រឹមត្រូវហើយច្បាស់លាស់គឺប្រជាពលរដ្ឋក៏គាត់មានទំនុកចិត្តថានឹងបានគេចង់បានប្រជាពលរដ្ឋចង់បានអ្នកណាក៏ចង់បានប្រទេសមួយដែលមានភាពថ្លៃថ្នូរប្រទេសមួយដែលមានអ្នកថ្នាក់ដឹកនាំល្អពិតប្រាកដខ្ញុំចង់សនំពោដល់បងប្អូនជនរួមជាតិមិនថាយុវជនយុវចាស់ងាកមកមើលរឿងសង្គមនិងមើលរឿងប្រទេសជាតិទោះបីតែមិនបានតិចក៏យើងមានពេលវេលាចំណាយមើលពេលវេលាដើរមើលគេថាដល់ណាហើយប្រទេសជាតិគេដល់ណាហើយស្រឡឹងឃើញថាប្រទេសមានតែប្រទេសកម្ពុជាយើងមួយទេដែលប្រជាពលរដ្ឋរងទុក្ខលំបាកទាំងក្មេងកំព្រាទាំងចាស់ជរាទាំងអត់ការងារធ្វើទាំងអត់មានប្រាក់បង់ធនាគារសំខាន់បើមានប្រាក់បង់ធនាគារឲ្យតែវាមានការងារធ្វើវាគ្មានទៀតតាមជាដែនស្ងាត់ភូមិស្ងាត់ស្រុកអស់ហើយគ្មាននៅទេដែលនៅហ្នឹងមាននៅតែចាស់ជរាទេដែលមើលកូនសម្រាប់ពេញកន្លងធ្វើការអីសិតតែមកធ្វើការនៅប្រទេសគេអស់ចំណាត់ស្រុកអស់ចុះបើស្រុកយើងអត់មានការងារធ្វើហើយធ្វើការងារខ្ញុំជួបខ្លួនឯងទៅអ្នកដែលគ្នាអត់ចេះអ្នកដែលគ្នាអត់មានជំនាញអត់ទទួលបរិញ្ញាទៀតយកតែអ្នកចេះហើយខ្ញុំចង់ឲ្យពុកមន្ត្រីសាក់4សាក់5ណាសំណោះអាណិតប្រជាពលរដ្ឋគ្នាដែលអត់ក្រផងកុំមើលតែគ្រួសារលោកពេកមើលគ្រួសារគ្នាដែលក្រទីទិលក្រដែលគ្នាអត់គ្នាក៏ចង់មានទីសម្បែងនៅដូចអស់លោកគ្នាក៏ចង់ជួបជុំគ្រួសារដូចអស់លោកដែរអស់លោកមេត្តាងាកមកមើលអស់លោកដែលប្រឹងប្រែងធ្វើបាបប្រជាពលរដ្ឋនឹងអស់លោកស្លាប់យកទៅផងបានមែនខ្ញុំមានតែប៉ុណ្ណេះឯងបងអរគុណច្រើនចំពោះការចំណាយពេលដ៏មានតម្លៃពីវាគ្មិនទាំង3រូបការចូលរួមនៅក្នុងការផ្សាយរបស់ GCYN ថ្ងៃនេះជារឿងមួយដែលយើងមិនអាចទទួលយកបានយើងក៏សូមឲ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាជាតិធំទី1ក្នុងនាមយើងខ្ញុំទាំងអស់ជាប្រជាពលរដ្ឋខ្មែរក្នុងនាមយើងជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យយើងសូមឲ្យរដ្ឋាភិបាលធ្វើការដោះលែងអ្នកទោសនយោបាយសកម្មជនដីធ្លីសកម្មជនបរិស្ថានអ្នកច្បាប់អ្នកសារព័ត៌មាននិងអ្នកទោសសំខាន់មួយចំនួនទៀតដែលត្រូវបានចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌សូមឲ្យធ្វើការដោះលែងអត់លក្ខខណ្ឌដើម្បីជាកិច្ចផ្សារជាតិនិងបង្ហាញឲ្យពិភពលោកជាពិសេសនេះគឺប្រទេសជិតខាងយើងបានឃើញថាកម្ពុជាទោះបីស្ថិតនៅក្នុងកលៈទេសៈស្ថិតនៅក្នុងការលំបាកកម្រិតណាមួយក៏កម្ពុជានៅតែមានដំណោះស្រាយនៅតែមានការផ្សះផ្សាជាតិនៅតែមានជាតិនិយមក្នុងការចាប់ដៃគ្នារវាងអ្នកប្រឆាំងរដ្ឋាភិបាលអ្នកមិនប្រឆាំងរដ្ឋាភិបាលនឹងអាចធ្វើកិច្ចការជាមួយគ្នាបានទី2រដ្ឋាភិបាលក៏ត្រូវបន្តយកចិត្តទុកដាក់បញ្ហាបរណភាពទឹកដីទាំងដែនទឹកនិងដែនគោកធ្វើការដោះស្រាយបោះបង្គោលព្រំដែនឲ្យបានទាន់ពេលវេលាកុំឲ្យបញ្ហានេះបន្តកើតមានរ៉ាំរ៉ៃរហូតដល់ក្មេងចំនួនក្រោយទៀតពីព្រោះអាណាចក្រកម្ពុជាយើងមានផ្ទៃដីប្រមាណជាង1លានគីឡូម៉ែត្រការ៉េមកដល់ពេលនេះយើងនៅសល់តិចតួចបំផុតនៅសល់ត្រឹមតែ180,1035ហើយយើងក៏មិនដឹងថាបច្ចុប្បន្ននេះវាមានតួលេខនៅប៉ុណ្ណឹងដដែលឬក៏ថយចុះយ៉ាងណាទេប៉ុន្តែតាមរបាយការណ៍តែការចុះផ្សាយតកតងនឹងការវាស់វែងព្រំដែននោះឃើញថាមានការបាត់បង់ទឹកដីប៉ុន្តែរដ្ឋាភិបាលបានបង្ហាញពីការរិចទឹកដីប៉ុន្តែយើងមើលឃើញថាការរិចទឹកដីដោយវិធីណាបើនៅខាងលិចក៏រំកិលខាងកើតនៅក៏រំលោភដូច្នេះហើយយើងសូមឲ្យរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាបរណភាពទឹកដីនេះជាបន្ទាន់
បញ្ហាសំខាន់មួយទៀតសូមឲ្យរដ្ឋាភិបាលបន្តយកចិត្តទុកដាក់បង្កើតកិច្ចសហប្រតិបត្តិការជាតិកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹង GSP ទាក់ទងនឹង EBA ទាក់ទងនឹងការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិកនិងអឺរ៉ុបបញ្ហានេះគឺជាបញ្ហាស្នូលដ៏សំខាន់ដែលវាធ្វើឲ្យមានផលប៉ះពាល់ទៅដល់កម្មករកម្មការិនីអាជីវករអាជីវកម្មអ្នកលក់ដូរនិងប្រជាពលរដ្ឋទូទៅដែលប្រស្រ័យទាក់ទងដែលអាស្រ័យផលទៅនឹង GSP EBA និងប្រព័ន្ធអនុគ្រោះពន្ធបន្ថែមពីនេះរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ក្នុងការលុបបំបាត់នៅប្រតិកម្មគ្រឿងញៀនប្រតិកម្មឆបោកតាមអនឡាញប្រតិកម្មឆបោកចាប់ជំរិតការជួញដូរមនុស្សជាដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែល្បីសុសសាយទៅលុបបំបាត់ហើយទៅស្ដារកិត្យានុភាពកម្ពុជាឲ្យមានឈ្មោះបោះសម្លេងសារជាថ្មីដោយសម័យសង្គមរាជនិយមឬក៏អាណាចក្រអង្គរបញ្ហាសំខាន់មួយទៀតដែលរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់គឺបញ្ហាសាសភាសាជាតិនៅពេលដែលប្រទេសជាតិបែកបាក់គឺធ្វើឲ្យសង្គមជាតិធ្លាក់ដុនដាបធ្វើឲ្យប្រទេសជាតិបាត់បង់នៅតម្លៃធ្វើឲ្យប្រទេសជាតិបាត់បង់នៅទឹកដីការដែលមិនផ្សះផ្សាជាតិនេះយើងមើលឃើញថាពីមួយចំនួនទៅមួយចំនួនយើងកាន់តែហិនហោចទៅវិនិស្សកម្មព្រៃឈើវិនិស្សកម្មធនធានធម្មជាតិវិនិស្សកម្មដីតាមបន្ទាត់ព្រំដែនយើងបាត់ជារឿយៗដូច្នេះហើយជាកិច្ចចុងក្រោយនេះខ្ញុំសូមអំពាវនាវសារជាថ្មីជូនដល់រដ្ឋាភិបាលក្រុងភ្នំពេញដែលមានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីមានលោកហ៊ុនសែនជាប្រធានព្រឹទ្ធសភាហើយដូចបងលីឌីគាត់លើកខុសទេនាយករដ្ឋមន្ត្រីគឺ2នាក់មែនតើទៅគឺនាយករដ្ឋមន្ត្រីធំនោះគឺលោកហ៊ុនសែននឹងឯងដែលគាត់ជាអ្នកគូសវាសផ្លូវឲ្យលោកហ៊ុនម៉ាណែតដែរប៉ុន្តែយើងបន្តលើកទឹកចិត្តឲ្យរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាតិធំដោយដែលបានបងប្អូននិងខ្ញុំលើកឡើងអំបញ្ញមិញនេះខ្ញុំសង្ឃឹមថាសម្លេងនេះនឹងបានទៅដល់រដ្ឋាភិបាលបើសិនជាមិនបានទៅដល់រដ្ឋាភិបាលទេតាមរយៈរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការសមាជិកាគណៈបកប្រជាជនទាំងអស់អាចនឹងពំនាំនៅអ្វីដែលជាសារសម្លេងរបស់យុវជនមិនមែនខ្ញុំតែ4នាក់នេះទេគឺយុវជនប្រជាពលរដ្ឋទាំងអស់នៅទូទាំងសកលលោកចង់ឲ្យរដ្ឋាភិបាលមានការអភិវឌ្ឍសង្គមជាតិមានការបន្ធូរបន្ថយមានការបញ្ឈប់ការធ្វើទុកបុកម្នេញបើកលំហសិទ្ធិសេរីភាពអីផ្សេងហ្នឹងចំណុចទាំងអស់នេះគឺយើងមិនទៅតែសុំទេយើងសុំយូរហើយយើងសង្ឃឹមថាការសុំរបស់យើងទាំងអស់គ្នានៅពេលនេះនឹងបានដល់រដ្ឋាភិបាលហើយក្នុងន័យស្ថាបនាពួកយើងមិនមែនជាអ្នកប្រឆាំងកាប់មុខទេនៅពេលដែលអ្វីដែលពួកយើងបានសុំបានស្នើដល់រដ្ឋាភិបាលអាចធ្វើបានអាចកែបានអាចអនុវត្តបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តធ្វើឲ្យប្រជាពលរដ្ឋមានមុខរបររស់នៅក្នុងជីវភាពសមរម្យនៅពួកយើងនឹងមិនមានពេលវេលាទៅអង្គុយឬក៏ដើរដង្ហែក្បួនបាតកម្មណាមួយទៅប្រឆាំងជាមួយរដ្ឋាភិបាលទេអ្វីដែលយើងចង់ឃើញគឺចង់ឲ្យរដ្ឋាភិបាលគោរពលទ្ធិប្រជាធិបតេយ្យគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគោរពតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាដើមជាចុងបញ្ចប់នេះសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្ពួនសុខុមបងអូនស្រីឧស្សាលានិងបងស្រីរុយស៊ីនដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមផ្ដល់ជាយោបល់និងពិភាក្សាទៅលើប្រធានបទនេះ